ប្រសិនបើលោកក្លប់មិនទម្លាយប្រហែលជាបើគ្មាននរណាដឹងទេបងប្អូនយើងបើកាលពីឆ្នាំ2016បើ Man U បានបើខលបើទៅបើលោកក្លប់បើឲ្យមកបើដឹកនាំបើក្រុម Man U ជំនួសបើលោក Louis van Gaal បើដែលក្លឹបបើបានបដិចេញណាបងប្អូនយើងបើប៉ុន្តែពេលហ្នឹងនៅពេលដែលបើតាក្លប់បើបាននិយាយជាមួយនឹងក្រុមការងារបាទរបស់ Man U ទៅគឺបើផែនការរបស់ Man U ដែលលើកមកហ្នឹងគឺបើមិនត្រូវតាមគម្រោងបាទរបស់លោកក្លប់ទេបាទអញ្ចឹងលោកក្លប់ក៏បាទ say no បងប្អូនយើងបាទ say no បាទអញ្ចឹងយើងសម័យមើលណាបើសិនបើជាឆ្នាំហ្នឹងបើតាក្លប់បើជួលបើដឹកនាំ Man U បាទមកដឹងថាបើពេលនេះហ្នឹងបើ Man U បើឈ្នះពានបើប្រមាណហើយទៅបងប្អូនយើងបាទយើងក៏បើស្ដាយដែរបាទប៉ុន្តែបើយើងមើលមិនឃើញបងប្អូនយើងបាទពេលហ្នឹងគឺបើតាក្លប់មិនព្រមបើដឹកនាំបើ Man U ទៅដឹកនាំបើ Liverpool ជោគជ័យបាទមិនប្រកាសថាបើពេលហ្នឹងបើសិនជាតាក្លប់បើដឹកនាំបើ Man U បើ Man U នឹងបើជោគជ័យបើដោយគាត់បើដឹកនាំបើនៅក្លឹបរបស់ហុងក្រហមទេបាទអញ្ចឹងបើយ៉ាងណារឿងនេះបើក៏មានការទម្លាយបាទពីបើលោកក្លប់បាទគឺថាបាទរឿងមិនគួរជឿណាបងប្អូនយើងបាទអរគុណច្រើន